សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំចន្ទនាទៀតហើយថ្ងៃនេះដែរនឹងខ្ញុំមកនិទានរឿងខ្មោចដើមចេកជ្វាតោះបងប្អូនទៅស្ដាប់ទាំងអស់គ្នាចាស់បុរាណខ្មែរយើងច្រើនជឿហើយហាមប្រាំកូនចៅមិនឲ្យដាំចេកជ្វានៅជិតសម្រាប់ផ្ទះព្រោះគេយល់ថាវាដាក់ម្ចាស់ផ្ទះបានជាមានជំងឺយ៉ាងនេះព្រោះមានរឿងដំណើរដូចតទៅជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយទីទល់ក្រពួកគាត់ជាកសិករនារដូវមួយដែលធាតុអាកាសកំពុងរាំងស្ងួតឥតមានភ្លៀងធ្លាក់សម្រាប់ធ្វើស្រែឡើយបរិសុទ្ធជាប្តីក៏សុំប្រពន្ធទៅរកស៊ីឈ្នួលគេនៅឯស្រុកឆ្ងាយក្រោយពេលដែលបរិសុទ្ធនោះចេញទៅផត់ស្រុកក៏កើតជំងឺអាសន្នរោគរាតត្បាតពាសពេញស្រុកបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងខ្លាំងមុនដំបូងជំងឺនេះចាប់ផ្ដើមឡើងពីសត្វតូចតាចតែប៉ុណ្ណោះលុះយប់បន្តិចទៅក៏រាលដាលរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្តបន្ទាប់គ្មាននរណាអាចជួយនរណាបានឡើយផ្ទះនីមួយៗមានសភាពស្ងាត់ជ្រងំពេលយប់គេឮសូរតែសំឡេងឆ្កែលូនិងពន្លឺភ្លើងចង្កៀងផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនោះមិនតន់រៀលត្បាទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងៀមស្ងាត់មានទឹកមុខក្រើមក្រំស្រពក់ស្រពន់ជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយការខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកកោកកាកឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃនោះឡើយមានថ្ងៃមួយនៅពេលដែលជំងឺនេះកំពុងតែបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្លាសត្វតែមានអ្នកស្រុកម្នាក់មកនិមន្តលោកគ្រូចាស់អធិការវត្តទៅចម្រើនព្រះបរិត្តនៅឯផ្ទះរបស់ខ្លួនលុះដល់ពេលកំណត់អ្នកស្រុកម្នាក់នោះក៏មកទទួលព្រះធរៈព្រមទាំងភិក្ខុ2អង្គទៀតទៅផ្ទះរបស់គេនៅពេលដែលលោកនិមន្តទៅដល់ផ្ទះឧបាសកនោះគេឃើញមានភ្ញៀវយ៉ាងច្រើនគេបាននិមន្តព្រះសង្ឃទាំង3អង្គឡើងទៅលើផ្ទះគង់លើអាសនៈយ៉ាងសមគួរហើយប្រគេនភេសជ្ជៈតែស្ករបារីតាមទំនៀមទម្លាប់បន្ទាប់មកគេក៏នាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែឧបាសកទូលលោកថាសូមព្រះអជ្ជគុណកុំសូត្រធម៌ករណីអីសូមនិមន្តសូត្ររំលងទៅវិរុបខេតែម្ដងទៅដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងពីដើមរៀងទៅលុះដល់ធម៌ករណីលោកក៏រំលងគណៈពេលនោះលោកសង្កេតឃើញទាយុទេយិកាសប្បាយរីករាយសើចញញឹមញញែមក្របួចមកក្របួចកគ្រប់គ្នាភេទរៈដើមអាសនៈឆ្ងល់ថាគេសុំកុំឲ្យសូត្រធម៌ករណីឲ្យផ្លោទៅសូត្រវិរុបខេតែម្ដងឥឡូវសូត្រវិរុបខេទៅស្រាប់តែគេនាំគ្នាសើចសប្បាយបែបដូចជាប្លែកព្រះធរៈនឹកអៀនក្នុងប្រតិយណាស់ខ្លាចក្រែងគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីវិញលោកទើបតែនឹងចាប់សូត្របាន3ទៅ4ឃ្លាស្រាប់តែទាយុទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដងរហូតដល់អស់មនុស្សស្ងាត់ឈឹងភ្លើងទៀនក៏រលត់ភ្លឹបផ្ទះដែលព្រះសង្ឃគង់នៅនោះត្រឡប់ទៅជាគុម្ពឫស្សីយ៉ាងញៀតស្បាតរីឯបារីតែស្ករទៅជាដុំធ្យូងដីខ្សាច់និងកំណាត់ឈើអស់រលីងទើបព្រះសង្ឃភ្ញាក់ថាជាបិសាចខ្លែងខ្លួនធ្វើជាមនុស្សមកបន្លំខ្លួនទម្រាំតែញាតិញោមនៅឯវត្តបានដឹងព្រះសង្ឃទាំង3អង្គត្រូវអត់ចង្ហាន់ដល់ទៅ2-3ថ្ងៃឯណោះដោយហេតុនឹងហើយទើបចាស់បុរាណលោកតែងតែនិយាយថាធម៌ករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធម៌វិរុបខេធ្វើឲ្យខ្មោចសប្បាយទៅវិញកាលណាស្រុកមិនសូវស្រួលដោយមានកើតជំងឺដង្កាត់ផ្សេងមានអាសន្នរោគឧដជាដើមនោះគេតែងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត
ហើយសូមឲ្យលោកសូត្រធម៌ករណីនេះឲ្យបាន7ទៅ8ចប់ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃសូត្រធម៌វិរុបខេឡើយដែលមានជំនឿតាមរឿងដូចបានរៀបរាប់មកខាងលើនេះម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងដើរទៅណាមកណានៅពេលយប់ហើយមានព្រឺរោមឬស្បែកត្រូវឲ្យសូត្រធម៌ករណីនេះដោយសំអាងថាខ្មោចមិនលងហើយខ្មោចខ្លាចធម៌ករណីនេះណានិយាយពីបរោះនោះវិញបន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សំលមមហើយក៏វិលត្រឡប់មកស្រុកកំណើតវិញលុះមកដល់ពាក់កណ្ដាលផ្លូវមានគេនិយាយប្រាប់ថាអ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្សនៅក្នុងភូមិនេះឯងកំពុងកើតជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់រីឯប្រពន្ធកូនរបស់អ្នកឯងប្រហែលជាស្លាប់ឬយ៉ាងណាក៏មិនដឹងដែរព្រោះឥឡូវឥតមាននរណាម្នាក់ហ៊ានចូលទៅក្នុងភូមិនោះឡើយដោយបរិះនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេកក៏ជជែកដើរទៅផ្ទះរបស់ខ្លួនគាត់ខំធ្វើដំណើរទៅទាំងយប់ទាំងសស្លាក់សស្លើតលុះទៅចិត្តដល់លំនៅខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដោយប្រក្រតីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែលនិយាយកុហកប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់មានសេចក្តីសង្ស័យខ្លះដែរចំពោះសភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនស្រួលទៅស្ងាត់យ៉ាងនេះលុះទៅដល់របងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ក៏ឃើញប្រពន្ធគាត់រត់មកទទួលយ៉ាងរាក់ទាក់ដោយធម្មតាគ្មានអីគួរឲ្យសង្ស័យឡើយនាងនោះខំប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីមិនឲ្យចូលទៅក្នុងបន្ទប់ដេកទេឲ្យប្តីសម្រាកនៅខាងក្រៅសិនប្តីនឹកឆ្ងល់នឹងអិរិយាបថដ៏ចម្លែករបស់ភរិយាណាស់ដោយគាត់សង្កេតឃើញភ្នែករបស់នាងធំលៀនបែបក្រហមហើយក្រលើបក្រឡាប់ខុសពីធម្មតាថែមទាំងធំក្លិនគំរងសាកសពបក់ចេញពីក្នុងបន្ទប់ដេកទៀតផងធ្វើឲ្យគាត់ចង់ដឹងថាតើមានអីនៅក្នុងបន្ទប់ដេកនេះបានជានាងហាមមិនឲ្យចូលយ៉ាងនេះគិតសពគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធមួយសន្ទុះក្រោយមកក៏ឃើញនាងលឿនអណ្ដាតយ៉ាងវែងកែវយោវែកដែលជ្រុះទៅលើដីគិតដូច្នេះប្តីក៏យល់ថានាងពិតជាខ្មោចបិសាចប្រែកាយហើយទើបគេនឹកឃើញដល់រឿងមនុស្សដែរនិយាយប្រាប់នៅតាមផ្លូវបរិះនោះក៏ដើរលបចូលទៅវែកមុងក្នុងបន្ទប់ដេកស្រាប់តែឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកជ្រិចគាត់ក៏ថយចេញមកវិញហើយរីករមជោបាយដើម្បីរំដោះខ្លួនចេញពីកណ្ដាប់ដៃបិសាចនេះទើបគាត់និយាយទៅកាន់នាងថាអូនដាំបាយឲ្យឆ្អិនឆាប់ទៅបងអស់កម្លាំងណាស់បងចោះទៅនំមួយផ្លែតថាហើយគាត់ក៏ទៅចោះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅលើស្លឹកត្នោតឲ្យលឺសូរដូចមនុស្សណូមែនតែនបន្ទាប់មកគាត់ក៏លួចរត់បាត់ជើងសព្រាតតម្រង់ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថាខ្លាំងពូកែខាងការពារខ្មោចបិសាចនិងអាបធ្មប់ចំណែកនាងបិសាចវិញលឺសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់ទើបនាងដើរទៅមើលគ្រាន់តែនាងឃើញប្តីរត់ទៅផុតនាងក៏រត់តាមក្រោយយ៉ាងលឿនរហូតតតែចិត្តទាន់ចំណែកប្តីរត់មិនទាន់បានប្រមាណផងងាកមកក្រោយឃើញខ្មោចប្រពន្ធកំពុងដេញតាមពីក្រោយក៏ដឹងខ្លួនថាមើលទៅស្ទុះមិនរួចពីកណ្ដាប់ដៃបិសាចនេះទេទើបស្ទុះឡើងដើមបាយម៉ានមួយដើមដែលនៅក្បែរខ្លួននាងបិសាចមិនហ៊ានទៅចិត្តដើមបាយម៉ាននោះទេចេះតែដើរក្រវ៉ែក្បែរហើយស្រែកហៅប្តីឲ្យចុះមកបរិះនោះក៏ដឹងថានាងបិសាចនេះពិតជាខ្លាចដើមបាយម៉ាននេះហើយបានជាមិនហ៊ានមកចិត្តបែបនេះគាត់ក៏កាច់ដើមបាយម៉ានមួយមេឃលីសំដៅទៅវត្តអារាមឯនាងបិសាចពិតមែនតែមិនហ៊ានទៅចិត្តបរិះជាប្តីដោយខ្លាចដើមបាយម៉ានមែនតែនាងនៅតែដើរតាមក្រោយរហូតលុះបរិះនោះទៅដល់វត្ត
ក៏រត់ចូលទៅឈប់នៅកណ្ដាលជំនុំសង្ឃដែលកំពុងធ្វើអបោសតកម្មនៅក្នុងព្រះវិហារហើយទូលព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងអាគមគាថាក៏នាំបរិសនោះទៅនៅក្នុងកុដិរបស់លោកហើយសូត្រមន្តអាគមគាថាបទសេមាយ៉ាងម៉ឺងម៉ាត់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះដែរពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីមិនបានដោយរបាំងនៃមន្តអាគមខ្លាំងប៉ុន្តែនាងចេះតែក្រវ៉ែរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្តីនៅក្បែរកុដិពេទ្យរៈអង្គនេះមានដើមចេកជ្វាមួយដើមដែលមានធាងតូចូលទៅត្រង់បង្អួចកុដិទោះបីមន្តអាគមរបស់លោកសងខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់នឹងដើមចេកជ្វានេះបានឡើយលោកបទសេមាបានតែត្រង់កន្លែងណាដែលធាងចេកជ្វាមិនបានទៅប៉ះនឹងសំយ៉ាបកុដិប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាទៅប៉ះហើយនោះជាឱកាសដ៏ប្រសើរដល់នាងបិសាចនេះហើយនាងបិសាចក៏ឡើងតាមដើមចេកជ្វាហើយសួរតាមធាងចេកនោះឆ្លងចូលទៅក្នុងកុដិរបស់លោកសង្ឃកាច់កប្តីរបស់ខ្លួនសម្លាប់យ៉ាងប្រៃផ្សៃក្នុងពេលនោះទៅព្រោះហេតុមានរឿងនិទានមកដូចនេះហើយទើបចាស់បុរាណខ្មែរយើងនិយមជំនឿនេះហាមប្រាមកូនចៅមិនឲ្យដាំដើមចេកជ្វានៅជាប់នឹងសំយ៉ាបផ្ទះព្រោះគេថាវាដាក់ខ្លួនឯដើមបាយម៉ានក៏បានជាឱសថសម្រាប់ការពារមនុស្សមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាចនិងអាបធ្មប់ជាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះអូខេបងប្អូនទាំងអស់គ្នារឿងខ្មោចដើមចេកជ្វារបស់យើងក៏បានមកដល់ទីបញ្ចប់នាងខ្ញុំក៏សូមអរគុណដែលបងប្អូនបានស្ដាប់ពីដើមរហូតដល់ចប់ហើយក៏អធិស្ឋានបើសិនជាមានពាក្យណាដែលអានទៅមិនត្រូវហើយកុំភ្លេចជួយ Subscribe នាងខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត